อันนี้มันเป็นជា LED ធម្មតាវាគឺជា Active Matrix Display ដែលចំពោះមុខងារមួយហ្នឹងគឺថ្មីទាំងស្រុងតែម្ដងវាមិនធ្លាប់មានពីមុនមកនៅលើទូរស័ព្ទ Infinix នោះទេហើយថ្ងៃនេះដែរគឺខ្ញុំមានទូរស័ព្ទមួយចង់បង្ហាញទៅកាន់អ្នកទាំងគ្នាគឺជា Infinix Note 60 Pro 5G នៅពេលដែលយើងបើកប្រអប់មកគឺយើងទទួលបានជាមួយនឹងទូរស័ព្ទ Note 60 Pro មួយគ្រឿងឆ្នាំងសាកកម្លាំង90 W ខ្សែសាក USB-C ស្លំការពារទូរស័ព្ទមួយហើយនឹង MagPad ដែលយើងប្រើសម្រាប់ការសាក wireless ចាប់ផ្ដើមជាមួយនឹងការរចនានៅលើទូរស័ព្ទ Infinix Note 60 Pro នេះវាគឺជាចំណុចមួយដែលខ្ញុំពេញចិត្តខ្លាំងមែនទែនសម្រាប់ទូរស័ព្ទមួយនេះគឺបំពាក់មកជាមួយនឹង metal frame ដែលធ្វើឡើងពីលោហៈធាតុ aluminium ដែលវារឹងមាំខ្លាំងមែនទែនយើងក៏លេចមើលទៅគឺឃើញថាវាស្រស់ស្អាត premium តែម្ដងនៅផ្នែកខាងក្រោយនេះគឺការរចនាបែបរលោងជាប្រភេទ matte ហើយយើងឃើញថាខាងលើនេះគឺមានជាមួយនឹងស៊ុមកាមេរ៉ាមួយហើយខ្ញុំសូមនិយាយបទពិសោធន៍ថងៗតែម្ដងណានៅពេលដែលយើងចាប់កាន់ទូរស័ព្ទមួយគ្រឿងនេះគឺប្រៀបដូចជាមួយនឹងពេលដែលយើងចាប់កាន់ទូរស័ព្ទដៃ iPhone អញ្ចឹងចំពោះកម្រាស់របស់ទូរស័ព្ទមួយនេះគឺឃើញថាស្ដើងហើយទម្ងន់ក៏មិនធ្ងន់ដែរហើយតាក់ទងជាមួយនឹងពណ៌វិញគឺមានច្រើនមែនទែនដែលយើងអាចរើសទៅតាមតម្រូវការហើយនឹងចំណង់ចំណូលចិត្តរបស់យើងគេនៅតែបំពាក់មកជាមួយនឹង Halo Light ដែលនេះគឺជាអ្វីមួយដែលចំណាំសម្រាប់ទូរស័ព្ទតកូល Note Series របស់ក្រុមហ៊ុន Infinix ដែលវានឹងធ្វើការបង្ហាញនៅពេលដែលមានសារឬក៏ការខលចូលជាមួយនឹងការរចនាបែបនេះទូរស័ព្ទនេះបំពាក់មកជាមួយនឹងអាវក្រោះការពារទឹកនិងធូលី IP64 ដែលយើងអាចប្រើប្រាស់ដោយមានទំនុកចិត្តហើយទាំងភាពជឿជាក់ដោយមិនចាំបាច់បារម្ភរឿងសាច់ទឹកខ្ទាតទឹកឬក៏ការធ្លាក់ដោយអចេតនានោះទេអូខេអញ្ចឹងឥឡូវយើងក៏លេខមកខាងមុខរបស់ទូរស័ព្ទមួយនេះវិញម្ដងដែលនៅផ្នែកខាងមុខគឺយើងទទួលបានជាមួយនឹងអេក្រង់ធំទំហំ 6.78 អ៊ីងជាប្រភេទ AMOLED ហើយចំពោះ resolution វិញគឺរហូតដល់ 1.5K ដែលផ្ដល់ជាមួយនឹងសាច់រូបភាពដែលច្បាស់ងាយស្រួលក្នុងការមើលមែនទែនតាក់ទងជាមួយនឹងពណ៌ដែលវាផ្ដល់ឲ្យចេញពីអេក្រង់គឺថាដិតស្រស់បន្ថែមពីនេះដែរគឺវាបំពាក់មកជាមួយនឹង refresh rate រហូតដល់ 144Hz ផងដែរនៅក្នុងកម្រិតល្បឿនអេក្រង់ប៉ុណ្នេះវាផ្ដល់ភាពងាយស្រួលមែនទែនទោះបីជាយើងប្រើសម្រាប់ social media ការដែលយើងមើលវីដេអូឬក៏ការដែលយើងលេងហ្គេមក៏ដោយតាក់ទងជាមួយនឹងកម្រិតពន្លឺនៅលើទូរស័ព្ទមួយគ្រឿងនេះវិញគឺវាអាចភ្លឺបានរហូតដល់ 4500 nit ដែលយើងអាចធ្វើការប្រើប្រាស់នៅខាងក្រៅនៅក្រោមពន្លឺថ្ងៃដោយមិនចាំបាច់បារម្ភនោះទេកម្រាស់ Cam Bezel នេះគឺយើងឃើញថាស្ដើងគឺត្រឹមតែ 1.87 មីលីម៉ែត្រដែលយើងមើលទៅបែបថាវាទំនើបតែម្ដងហើយតាក់ទងជាមួយនឹងកញ្ចក់ខាងមុខវិញគឺរឹងមាំមែនទែនដែលវាបំពាក់មកជាមួយនឹងប្រភេទ Corning Gorilla Glass 7i ដែលវាអាចធ្វើការការពារទៅលើការកោសឆ្កូតឬក៏ការធ្លាក់ផ្សេងៗឥឡូវយើងចូលមកដល់មុខងារមួយដែលវាប្លែកពីទូរស័ព្ទដទៃនោះគឺ Active Matrix Display ហ្នឹងឯងអញ្ចឹងមុខងារមួយហ្នឹងវាគឺជាផ្ទៃ LED ទូចមួយដែលគេបំពាក់នៅផ្នែកខាងក្រោយដែលវាមានភាពស្រស់ស្អាតហើយយើងអាចធ្វើការកំណត់ទៅតាមតម្រូវការរបស់យើងហើយមានចំណុចសំខាន់មែនទែនចាំខ្ញុំប្រាប់ទៅកាន់អ្នកទាំងគ្នាមុខងារទី1គឺ Smart Notification អញ្ចឹងនៅពេលដែលមានសារឬក៏មានការខលចូលគឺយើងអត់ចាំបាច់លើកទូរស័ព្ទមកមើលទេយើងអាចធ្វើការមើលនៅផ្នែកខាងក្រោយហ្នឹងបានទី2គឺជា Pixel Pad ដែលយើងអាចស្គាល់បានថាជាសត្វចិញ្ចឹម Digital ដែលវាមានដូចជា Kiki, Wofi, Simba, Lulu ឬក៏យើងអាចធ្វើការបង្កើតទៅលើ style របស់យើងជាប្រភេទ Pixel ហ្នឹងតាមតម្រូវការឬក៏ដូចអ្វីដែលយើងចង់បានវាមានន័យថាបើសិនជាយើងចូលចិត្តសត្វចិញ្ចឹមអីមួយគឺយើងអាចធ្វើការដាក់ដើម្បីបង្ហាញអំពីចំណង់ចំណូលចិត្តរបស់យើងនៅខាងក្រោយហ្នឹងបានទី3គឺ mini game ដែលយើងអាចធ្វើការលេង game មួយចំនួនដូចជា Dot Dash ឬក៏ Star Plus តាមរយៈ Active Matrix នៅខាងក្រោយហ្នឹងបានដោយមិនចាំបាច់បើកអេក្រង់ខាងមុខនោះទេទី4គឺយើងអាចធ្វើការ customize ទៅតាមតម្រូវការរបស់យើងឧទាហរណ៍ថាយើងចង់ធ្វើការដាក់ជា emoji ឬក៏ជា signature ការសញ្ញាផ្ទាល់ខ្លួនរបស់យើងដើម្បីធ្វើការបង្ហាញអំពីការកត់សម្គាល់របស់យើងនៅខាងក្រោយហ្នឹងក៏យើងអាចធ្វើបានដែរហើយចុងក្រោយគេគឺ flip action អញ្ចឹងបើសិនជាយើងចង់ឃើញតាក់ទងជាមួយនឹងម៉ោងឬក៏ temple ថ្មឬក៏ព័ត៌មានផ្សេងៗគឺយើងគ្រាន់តែធ្វើការអង្រួនវាឬក៏ flip វាទៅគឺវានឹងធ្វើការបង្ហាញនៅខាងក្រោយហ្នឹងដោយអ្វីយើងនៅកំពុងតែឃើញហ្នឹងអញ្ចឹងមុខងារមួយនេះបើយើងមើលទៅគឺទូចទេប៉ុន្តែខ្ញុំពិតជាអរគុណដល់ក្រុមហ៊ុន Infinix ដែលបានធ្វើការដាក់បញ្ចូលជាមួយនឹង Active Matrix Display នឹងចូលជាពិសេសមកកាន់តកូល Note Series នឹងឯងបន្ទាប់ពីបានដឹងអំពីមុខងារសំខាន់មួយហ្នឹងហើយខ្ញុំចង់នាំអ្នកនរគ្នាមកស្វែងយល់អំពី performance នៅលើទូរស័ព្ទមួយគ្រឿងនេះវិញអញ្ចឹងសម្រាប់ Note 60 Pro 5G នេះគឺជាទូរស័ព្ទដំបូងគេដែលបំពាក់មកជាមួយនឹង chip Snapdragon 7S Gen 4 5G ដោយយើងបានដឹងថាពីមុន Infinix គឺតែងតែប្រើប្រាស់ជាមួយនឹង chip MediaTek តាំងពីដើមមកហើយប៉ុន្តែឥឡូវនេះគឺគេផ្លាស់ប្ដូរមកកាន់ Snapdragon ហើយដែលនេះគឺជាការ upgrade ដ៏ធំបំផុតបើសិនជាយើងក៏លេខទៅមើលបន្ទុកនៅលើ N22 វិញគឺវាលើសពី1លាន1សែនបន្ទុកលឿនជាង Note 50 Pro រហូតដល់ 78% ឯណោះចំពោះ CPU គឺលឿនជាងមុន 75% ហើយចំពោះ GPU វិញគឺលឿនជាងមុនរហូតដល់ 210% ឯណោះអ្នកប្រើប្រាស់ Infinix ភាគច្រើនគឺដឹងតែចូលចិត្តលេងហ្គេមអីអញ្ចឹងមិនថាយើងលេង Mobile Legends ឬក៏ Honor of King គឺខ្ញុំឃើញថាវាដំណើរការបានយ៉ាងរលូនតែម្ដងដែល Infinix តែងតែគិតគូរអំពីចំណុចមួយហ្នឹងហើយដូចយើងនឹងអញ្ចឹងថានៅពេលដែលយើងប្រើប្រាស់ទូរស័ព្ទសម្រាប់លេងហ្គេមយើងតែងតែបារម្ភអំពីរឿងបញ្ហាកម្ដៅចេញពីទូរស័ព្ទ
ចឹងហើយដើម្បីធ្វើការទប់ស្កាត់កុំឲ្យមានបញ្ហានឹងកើតឡើង Infinix គឺគេបានបំពាក់ជាមួយនឹងប្រព័ន្ធ 3D iCore Vapor Chamber Cooling ទំហំ 4758 មីលីម៉ែត្រការ៉េដែលអាចបន្ថយកម្ដៅបានរហូតដល់ 3 អង្សានៅពេលដែលយើងប្រើប្រាស់សម្រាប់ការលេងហ្គេមធ្ងន់ថងចំណុចនេះយើងអាចនិយាយបានថាក្រុមហ៊ុនគឺពិតជាគិតគូរមែនទែនគេបានគិតគូរអំពីល្អិតល្អន់គេបានយល់អំពីថាតើអ្នកប្រើប្រាស់គាត់ចង់បានអ្វីពិតប្រាកដហើយសម្រាប់ទូរស័ព្ទនេះដែរគឺបំពាក់មកជាមួយនឹង RAM 12GB បូកជាមួយនឹង RAM បន្ថែមចំនួន 12GB ហើយនឹង Storage 256GB នៅក្នុងកម្រិត spec ប្រព័ន្ធនេះយើងអាចនិយាយបានថាវាដំណើរការបានយ៉ាងរលូនសម្រាប់ការប្រើ multitask ការងារទូទៅឬក៏ការលេងហ្គេមផ្សេងៗបន្ទាប់មកគឺខ្ញុំចង់នាំអ្នកទាំងនេះមកស្វែងយល់អំពីផ្នែកកាមេរ៉ាវិញម្ដងនៅផ្នែកខាងក្រោយគឺយើងទទួលបានជាមួយនឹងកាមេរ៉ា Gold ដែលមានទំហំ 50 megapixel ultra clear ប្រើប្រាស់ជាមួយនឹងប្រព័ន្ធទប់លំនឹង OIS ដែលយើងអាចប្រើប្រាស់សម្រាប់ថតរូបដោយមិនចាំបាច់បារម្ភInfinix គឺគេហៅថា Night Master Cam ហើយខ្ញុំក៏បានប្រើសម្រាប់ការថតរូបនៅពេលយប់គឺឃើញថា sensor វាចាប់ពន្លឺបានល្អមែនទែនទាក់ទងជាមួយនឹងសាច់រូបភាពដែលវាផ្ដល់ឲ្យគឺឃើញថាច្បាស់និងមាន detail ល្អហើយយើងទទួលបានជាមួយនឹង lens មួយទៀតគឺ ultra wide ទំហំ 8 megapixel ចំពោះកាមេរ៉ានៅខាងមុខវិញគឺយើងទទួលបានជាមួយនឹងទំហំ 13 megapixel សម្រាប់ប្រើប្រាស់ក្នុងការថត selfie ហើយបើសិនជាយើងប្រើប្រាស់ទូរស័ព្ទមួយនេះយកទៅថតជាវីដេអូវិញគឺយើងអាចថតបាននៅក្នុងកម្រិត 4K enough ហើយនៅក្នុងហ្នឹងក៏គេមានជាមួយនឹងមុខងារទប់លំនឹងផងដែរតែយើងអាចធ្វើការថត vlog ថតទេសភាពដោយមិនចាំបាច់បារម្ភរឿងរង្គើនោះទេនៅក្នុងនោះគឺមានមុខងារពីរដែលខ្ញុំចង់បង្ហាញទៅកាន់អ្នកនរគ្នាគឺទី1 Ultra HD Mode 50 megapixel ដែលវាអាចធ្វើការចាប់យក detail បានយ៉ាងច្បាស់ហើយយើងអាចធ្វើការក្របដោយមិនចាំបាច់បារម្ភរឿងបាត់បង់គុណភាពនោះទេហើយមួយវិញទៀតគឺជា AI Cam ដែលវាប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា 4-in-1 Pixel Fusion ដែលវាជួយយើងក្នុងការដែលយើងថតរូបនៅទីតាំងដែលមានពន្លឺតិចឬក៏ទីកន្លែងដែលងងឹតមុខងារសំខាន់មួយទៀតនៅក្នុងកាមេរ៉ាគឺ Live Photo ដែលនេះគឺជាមុខងារដែលទើបតែដាក់បញ្ចូលនៅក្នុងតកូល Note Series នៅពេលដែលយើងប្រើប្រាស់មុខងារមួយហ្នឹងគឺមានន័យថាវានឹងធ្វើការចាប់យកសកម្មភាព1វិនាទីមុននិងក្រោយនៅពេលដែលយើងចុចថតអញ្ចឹងយើងអាចយកអា Live Photo ហ្នឹងទៅ post នៅលើ social media ដោយអ្វីដែលគេកំពុងតែ trend ឥឡូវហ្នឹងអញ្ចឹងសម្រាប់ Infinix Note 60 Pro 5G នេះគឺគេសហការជាមួយនឹង JBL ដោយអ្នកនរស្គាល់ហើយថាគឺជា brand មួយដែលល្បីខ្លាំងមែនទែនតាក់ទងជាមួយនឹងផ្នែក speaker អញ្ចឹងសម្រាប់ទូរស័ព្ទនេះគឺបំពាក់មកជាមួយនឹង JBL Dual Stereo Speaker 360 degree អញ្ចឹងមិនថាយើងស្ដាប់ចម្រៀងយើងមើលរឿងយើងលេងហ្គេមសំឡេងដែលវាផ្ដល់ឲ្យគឺឮច្បាស់បាសបុកខ្លាំងមែនទែនបើសិនជាយើងជប់លៀងជុំគ្រួសារអីសឹងតែថាមិនបាច់ប្រើ speaker ទេយកទូរស័ព្ទនេះទៅចាក់ចម្រៀងស្ដាប់ក៏បានដែរចំណុចសំខាន់មួយទៀតដែលយើងគួរតែដឹងនោះគឺតាក់ទងជាមួយនឹងថាមពលថ្មនៅលើទូរស័ព្ទដៃមួយគ្រឿងនេះដែលគឺជារឿងមួយដែល Infinix តែងតែគិតគូរសម្រាប់អ្នកប្រើប្រាស់ខ្លាំងមែនទែនសម្រាប់ Note 60 Pro 5G នេះគឺបំពាក់មកជាមួយនឹងថាមពលថ្ម 6500 មីលីអង្ពែម៉ោងដែលយើងអាចធ្វើការប្រើប្រាស់បានមួយថ្ងៃដោយមិនចាំបាច់បារម្ភរឿងអស់ថ្មនោះទេហើយតាក់ទងជាមួយនឹងការសាក់ថ្មវិញគឺវាប្រើប្រាស់ជាមួយនឹងកម្លាំងសាក់ល្បឿនលឿន90 វ៉ាត់ដែលយើងអាចធ្វើការសាក់ពី0ឡើងទៅដល់ 50% ចំណាយពេលតែ16នាទីហើយនឹងឡើងទៅដល់ 100% គឺចំណាយពេលតែ41នាទីតែប៉ុណ្ណោះគឺលឿនខ្លាំងមែនតើគឺអត់ដល់1ម៉ោងទេយើងអាចធ្វើការសាក់ថ្មបានពេញហើយគេក៏ផ្ដល់ជូនជាមួយនឹង MagPad មួយនេះដែលយើងអាចធ្វើការសាក់បែប wireless កម្លាំង30 វ៉ាត់បើសិនជាយើងអត់ចង់ប្រើប្រាស់ការសាក់តាមខ្សែនៅក្នុងទូរស័ព្ទនេះគឺមានជាមួយនឹងមុខងារថ្មីមួយដែលគេហៅថា Battery Self Healing Technology ដែលមុខងារមួយហ្នឹងគឺវាអាចជួយទៅដល់ថ្មទូរស័ព្ទរបស់យើងហ្នឹងឲ្យមានអាយុកាលបានយូរជាងមុនចឹងមានន័យថាការប្រើប្រាស់របស់យើងក៏បានយូរជាងមុនដូចគ្នាហើយមួយវិញទៀតគឺវាមានជាមួយនឹង Bypass Charging ដែលវាធ្វើការសាកថ្មផ្ទាល់ទៅកាន់ motherboard តែម្ដងអញ្ចឹងមានន័យថានៅពេលដែលយើងប្រើប្រាស់ការងារធ្ងន់ឬក៏យើងលេងហ្គេមនៅលើទូរស័ព្ទហ្នឹងអីគឺវាជួយកាត់បន្ថយកម្ដៅព្រមទាំងជួយឲ្យអាយុកាលថ្មរបស់យើងនៅតែល្អថែមទៀតតលេងមកកាន់ software វិញសម្រាប់ទូរស័ព្ទមួយនេះគឺដំណើរការនៅលើ iOS 16 ផ្អែកនៅលើ Android 16 បទពិសោធន៍នៃការប្រើប្រាស់គឺឃើញថាល្អហើយតាក់ទងជាមួយនឹងការរចនា interface ក៏ឃើញថាស្រស់ស្អាតសម្រាប់ក្រុមហ៊ុន Infinix គឺធ្វើការធានាទៅលើ OS រហូតដល់3ឆ្នាំហើយធានាទៅលើប្រព័ន្ធសុវត្ថិភាពរហូតដល់5ឆ្នាំដែលនេះគឺជាសន្តិភាពផ្លូវចិត្តសម្រាប់អ្នកប្រើប្រាស់ហើយចង់បញ្ជាក់ដែរថាសម្រាប់ទូរស័ព្ទមួយនេះគឺអាចប្រើប្រាស់ជាមួយនឹង 5G បានផងដែរខ្ញុំចង់ប្រាប់ទៅកាន់អ្នកទាំងនេះដែរថានៅក្នុងតកូល Note 60 series នេះគឺមានជាមួយនឹង2 model ទៀតដែលខ្ញុំចង់ប្រាប់ទៅកាន់អ្នកទាំងនេះទី1គឺ Infinix Note 60 5G ដែលវាមានតម្លៃ$329សម្រាប់ RAM 8GB Storage 256GB ដែលវាប្រើប្រាស់ជាមួយនឹង chip MediaTek Dimensity 7400 Ultimate ហើយវាប្រើប្រាស់ជាមួយនឹងកម្លាំងសាក45 វ៉ាត់ចំពោះរូបរាងវិញគឺស្តៀងគ្នាមួយទៀតគឺ Infinix Note Edge 5G ដែលវាមានតម្លៃ$289ដែលវាល្អមែនទែនសម្រាប់បងប្អូនដែលចង់ប្រើជាមួយនឹងទូរស័ព្ទស៊េរីថ្មីរបស់ Infinix អាមួយនេះគឺជាជម្រើសដ៏ល្អហើយឥឡូវនេះគឺយើងមកដឹងអំពីតម្លៃទូឯករបស់យើងគឺ Infinix Note 60 Pro 5G នេះគឺមានតម្លៃ$399
ជាមួយនឹង spec ដូចជា Snapdragon 7S Gen 4 ដ៏ខ្លាំងកម្រិតអេក្រង់ច្បាស់ល្អជាមួយនឹង refresh rate រดับ 144Hz មុខងារថ្មីគឺ Active Matrix Display កាមេរ៉ាថតរូបច្បាស់កម្រិត 50 megapixel speaker JBL Dual Speaker ដែលផ្ដល់ជាមួយនឹងសំឡេងដ៏ពីរោះហើយនឹងថាមពលថ្មរហូតដល់ 6500 mAh ជាមួយនឹងការសាកថ្មល្បឿនលឿនរហូតដល់ 90 W ឯណោះខ្ញុំអាចនិយាយបានថាបើសិនជាអ្នកនរនេះកំពុងតែស្វែងរកទូរស័ព្ទមួយដែលមើលទៅ premium មានមុខងារល្អៗជាមួយនឹង chip ខ្ពស់ហើយតម្លៃសមរម្យខ្ញុំពិតជា recommend Infinix Note 60 Pro 5G នេះជូនទៅកាន់អ្នកនរគ្នាអញ្ចឹងបងប្អូនយល់យ៉ាងម៉េចដែរតាក់ទងជាមួយនឹងទូរស័ព្ទ Infinix Note 60 Pro 5G នេះតាក់ទងជាមួយនឹងមុខងារណាខ្លះដែលចូលចិត្ត complete comment នៅខាងក្រោមហើយ like follow page របស់ខ្ញុំអ្នកមួយហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត